មន្ត្រីរាជការកម្រិតថ្នាក់ដឹកនាំក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍជនបទប្រមាណ300នាក់បញ្ចប់វគ្គបណ្ដុះបណ្ដាលស្ដីពីភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍជនបទនារសៀលថ្ងៃសុក្រ6កើតខែពិសាឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2568ត្រូវនៅថ្ងៃទី2ខែឧសភាឆ្នាំ2025នៅទីស្តីការក្រសួងឯកឧត្តមឆៃរិទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទបានអញ្ជើញជាអធិបតីនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីរាជការស្ដីពីភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍជនបទវគ្គ4ជូនសិក្ខាកាមដែលជាថ្នាក់ដឹកនាំនៅទីស្តីការក្រសួងនិងថ្នាក់ដឹកនាំនៅមន្ទីរអភិវឌ្ឍជនបទទាំង25រាជធានីខេត្តក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការប្រចាំការឯកឧត្តមលោកជំទាវរដ្ឋលេខាធិការអនុរដ្ឋលេខាធិការអគ្គនាយកអគ្គធិការព្រមទាំងសិក្ខាកាមសរុបចំនួន302នាក់ជាកិច្ចចាប់ផ្ដើមឯកឧត្តមបានបុរដ្ឋអគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុបានធ្វើរបាយការណ៍បូកសរុបលទ្ធផលវគ្គបណ្ដុះបណ្ដាលដោយបានបញ្ជាក់ជូនថាក្រសួងបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍជនបទវគ្គទី4នេះក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការងារអភិវឌ្ឍជនបទឲ្យកាន់តែខ្ពស់ដោយបានដាក់បញ្ចូលនៅប្រធានបទសំខាន់ៗចំនួន4រួមមាន 1. ការកែតម្រង់រដ្ឋបាលសាធារណៈបង្ហាញដោយឯកឧត្តមឈឹមសៅគីរដ្ឋលេខាធិការប្រចាំការ 2. គោលការណ៍និងយុទ្ធសាស្ត្រអភិវឌ្ឍជនបទទូទៅនិងនៅកម្ពុជាបង្ហាញដោយលោកទូចស៊ីផាតអគ្គនាយករងរដ្ឋបាលនិងហិរញ្ញវត្ថុ 3. កិច្ចការគ្រប់គ្រងនិងប្រសិទ្ធភាពការងារបង្ហាញដោយឯកឧត្តមបានបុរដ្ឋអគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុនិង 4. ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិបង្ហាញដោយឯកឧត្តមភូផារិតរដ្ឋលេខាធិការជាលទ្ធផលនៃវគ្គបណ្ដុះបណ្ដាលបានបង្ហាញឲ្យឃើញថាសិក្ខាកាមទាំងអស់បានទទួលនូវការយល់ដឹងយ៉ាងស៊ីជម្រៅពីបទបង្ហាញរបស់វាគ្មិនទាំងអស់ដែលបានធ្វើបទបង្ហាញរយៈពេលពេញមួយថ្ងៃនេះបន្ទាប់ពីបានស្ដាប់របាយការណ៍វគ្គបណ្ដុះបណ្ដាលរួចមកឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវការអបអរសាទរចំពោះសិក្ខាកាមទាំងអស់ដែលបានចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាលរយៈពេលមួយថ្ងៃពេញប្រកបដោយការយកចិត្តទុកដាក់រហូតទទួលបានជោគជ័យនិងបានថ្លែងអំណរគុណចំពោះគ្រូឧទ្ទេសទាំងអស់ដែលបានចែករំលែកចំណេះដឹងនិងបទពិសោធន៍ដល់មន្ត្រីរាជការនៃក្រសួងអភិវឌ្ឍជនបទក្រោមប្រធានបទភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍជនបទនាឱកាសនេះជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្ដល់អនុសាសន៍គន្លឹះមួយចំនួនដើម្បីជាការតម្រង់ទិសការងារជូនទៅដល់សិក្ខាកាមដែលមានដូចខាងក្រោម 1. ត្រូវយកចំណេះដឹងនិងបទពិសោធន៍ដែលទទួលបាននៅថ្ងៃនេះទៅអនុវត្តការងារនៅក្នុងកិច្ចការប្រចាំថ្ងៃរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់និងទទួលបានជោគជ័យតាមផែនការដើម្បីអភិវឌ្ឍតំបន់ជនបទឲ្យកាន់តែមានការរីកចម្រើនថែមទៀតដោយអនុវត្តទៅតាមគោលការណ៍ធ្វើឲ្យលឿនធ្វើឲ្យលះបើស្ទះសុំគោលការណ៍ 2. ការរៀបចំវគ្គបណ្ដុះបណ្ដាលបន្តជូនទៅដល់មន្ត្រីរាជការដទៃទៀតដោយផ្អែកទៅលើអ្នកចេះច្រើនបង្រៀនអ្នកចេះតិចនិងអ្នកចេះតិចបង្រៀនអ្នកមិនទាន់ចេះ 3. ត្រូវចូលរួមអនុវត្តដោយសកម្មនៅកំណែទម្រង់របស់រាជរដ្ឋាភិបាលដោយអនុវត្តតាមអភិក្រមកំណែទម្រង់ដោយជោគជ័យត្រូវមាន 1. ចក្ខុវិស័យច្បាស់លាស់ 2. ការបដិញ្ញាចិត្ត 3. ការចូលរួមដោយស្មោះត្រង់និង 4. ការលះបង់ខ្ពស់និងអភិក្រមឆ្លុះកញ្ចក់ងូតទឹកដុសក្អែលព្យាបាលនិងវះកាត់ 4. ត្រូវយកចិត្តទុកដាក់អនុវត្តគោលការណ៍ការអនុវត្តការងារត្រូវមានការត្រួតពិនិត្យនិងវាយតម្លៃព្រមទាំងត្រៀមអនុវត្តប្រព័ន្ធលើកទឹកចិត្តតាមសមិទ្ធកម្មជូនមន្ត្រី 5. ត្រូវបន្តពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងនិងពង្រឹងកិច្ចសហការល្អជាមួយនឹងគ្រប់ភាគីពាក់ព័ន្ធតាមគោលការណ៍អ្នកមានសមរភូមិរួមជាមិត្តរបស់យើងជាកិច្ចបញ្ចប់ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្ដល់កិត្តិយសប្រគល់លិខិតថ្លែងអំណរគុណជូនទៅដល់គ្រូឧទ្ទេសនិងក្រុមការងារព្រមទាំងបានប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលដោយជោគជ័យ